ពលរដ្ឋមួយចំនួនបានសម្ដែងការខកចិត្តគណៈដែលសកម្មជននយោបាយខ្លះទៀតសម្ដែងការសាទរបន្ទាប់ពីកូនស្រីច្បងរបស់លោកកឹមសុខាគឺកញ្ញាកឹមមនោវិជ្ជាត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអ្នកដែលខកចិត្តបានចាត់ទុកការសម្រេចចិត្តទទួលយកតំណែងមួយនេះថាជាការក្បត់ឆន្ទៈអ្នកដែលធ្លាប់គ្រប់គ្រងតែអ្នកដែលគ្រប់គ្រងចាត់ទុកថានេះជាជំរើសចុងក្រោយរបស់អ្នកនយោបាយត្រកូលកឹមលោកប៉ាងុនទៀងអតីតជំនួយការលោកកឹមសុខាបានសម្ដែងការឈឺចាប់នៅលើ Facebook របស់លោកក្រោយពីដឹងថាកញ្ញាកឹមមនោវិជ្ជាត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតចំណែកលោកមុតចន្ទថាអតីតនាយកខុទ្ទកាល័យលោកកឹមសុខាបានលើកឡើងថាទោះបីជាត្រូវស្លាប់ក៏ត្រូវតែរក្សាតម្លៃមនសិការនិងឧត្តមគតិដែរតែសម្រាប់លោកផែងហេងដែលធ្លាប់ការពារក្តីឲ្យលោកកឹមសុខាបានសរសេរលើ Facebook របស់លោកដែរថាអ្នកអាចមើលឃើញអាប៉ោងពេលនេះថាបើកគ្របតែសម្រាប់លោកអាប៉ោងពេលនេះមិនទាន់ទាំងក្រឡុកផងទេដូច្នេះអ្នកកុំប្រញាប់ចាក់ពេកចំណែកលោកស្រីមីសុភារីអតីតសហមេធាវីការពារក្តីឲ្យលោកកឹមសុខាដែរបានសរសេរក្នុងន័យផ្សេងពីនេះដោយប្រៀបធៀបថាបើគេស្រឡាញ់អ្នកកុំក្បត់គេបើគេជឿអ្នកកុំកុហកគេបើគេជួយអ្នកកុំភ្លេចគុណគេទោះជាយ៉ាងណាអ្នកប្រើ Facebook ឈ្មោះតារាវុធីដែលធ្លាប់បង្ហាញវត្តមានជិតស្និទ្ធជាមួយលោកកឹមសុខាកន្លងទៅបានចោទសួរថាមិនដឹងធ្វើយ៉ាងម៉េចទៅអាចផ្គប់ចិត្តមនុស្សត្រូវនោះទេតាមគណនីតារាវុធីការតែងតាំងកូនស្រីច្បងលោកកឹមសុខាជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាគឺសមនឹងគុណតម្លៃនៃសមត្ថភាពរបស់កញ្ញាកឹមមនោវិជ្ជាដែលអាចជាតំណាងផ្លូវការរបស់កម្ពុជាក្នុងការជួយជាតិលើវិស័យនានាពិសេសកិច្ចការទូតប៉ុន្តែលោកសួនរីដាអតីតតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិកូតាលោកកឹមសុខាបានចាត់ទុកការទទួលយកតំណែងរបស់កញ្ញាកឹមមនោវិជ្ជាគឺជាសិទ្ធិក្នុងការសម្រេចចិត្តតែលោកថាអ្វីដែលសំខាន់ការសម្រេចចិត្តនេះបានធ្វើឲ្យអ្នកគាំទ្រលោកកឹមសុខាអស់សង្ឃឹមរលីងតាមលោកសួនរីដាតួនាទីជាប្រេសិតពិសេសនេះមិនស័ក្តិសមបដូរជាមួយកិត្តិយសនិងកេរ្តិ៍ឈ្មោះដែលលោកកឹមសុខាបានកសាងកន្លងមកនោះឡើយទោះជាយ៉ាងណាកញ្ញាកឹមមនោវិជ្ជាក៏មិនទាន់មានប្រតិកម្មយ៉ាងណានោះឡើយដែរសូមបញ្ជាក់ថាកញ្ញាកឹមមនោវិជ្ជាកូនស្រីច្បងលោកកឹមសុខាប្រធានអតីតគណៈបក្សសង្គ្រោះជាតិត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យនៅថ្ងៃទី17ខែសីហាឆ្នាំ2026ជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតមានឋានៈស្មើរដ្ឋមន្ត្រីការតែងតាំងកូនស្រីច្បងលោកកឹមសុខាឲ្យទទួលឋានៈខ្ពស់ដូចនេះធ្វើឡើងបន្ទាប់ពីកញ្ញាកឹមមនោវិជ្ជាបានចូលជួបជាបន្តបន្ទាប់គ្នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះជាមួយលោកហ៊ុនម៉ាណែតលោកហ៊ុនសែនប្រធានគណៈបកកណ្ដាលអំណាចនិងលោកស្រីម៉ែនសំអនអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានសមាគមមិត្តភាពកម្ពុជាវៀតណាម